Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមាន keyboard មួយ brand ដែលចង់យកមកចែកជូនដល់អ្នកទាំងអស់គ្នាហើយនេះគឺជា brand របស់ Attack លេខកូដរបស់វានោះគឺ K86 អញ្ចឹងយើងមកដឹងពីការ design របស់ keyboard នេះបន្តិចការ design របស់ keyboard នេះគឺគេ design ចេញមកបែបពណ៌ gradient ដូចទាំងអស់គ្នាបានឃើញនឹងអញ្ចឹងហើយគឺជាប្រភេទ keyboard Gascape ដល់ពេលយើងច្បាច់ទៅគឺវាទន់ការ design របស់វានេះក៏វាបានភ្ជាប់មកជាមួយនឹង knob controller ផងដែរដូចទាំងអស់គ្នាឃើញអញ្ចឹងមូហ្នឹងហើយនឹង screen ផងដែរអីដែលពិសេសគឺ screen នឹងតែម្ដងហើយនៅផ្នែកខាងក្រោយរបស់ keyboard នេះទាំងអស់គ្នាប្រកាសជាឃើញហើយគឺបានភ្ជាប់មកជាមួយនឹង USB wireless ផងដែរខ្ញុំនឹងបើកឲ្យអ្នកទាំងអស់គ្នាមើលគឺនៅកន្លែងនេះគឺជា USB wireless ហើយនឹងចុងក្រោយគេគឺ side light នេះទាំងអស់គ្នាឃើញអត់នៅក្នុងវីដេអូហ្នឹងអញ្ចឹងយើងចូលមកកាន់ spec របស់ keyboard នេះវិញម្ដង keyboard នេះមាន size 87% hot swap ប្រមូលបានហើយប្រើប្រាស់ជាមួយនឹង switch linear blue whale ហើយសម្រាប់ keyboard នេះដែរគឺពិសេសត្រង់ថាអាចប្រើប្រាស់បានរហូតដល់3 connection mode អញ្ចឹង3 connection mode ហ្នឹងមាន Bluetooth USB wireless ហើយចុងក្រោយគេនោះគឺខ្សែ Type C នឹងតែម្ដងអញ្ចឹងយើងមកដឹងពីអត្ថប្រយោជន៍នៃ screen នេះអញ្ចឹង screen នេះគឺយើងអាច customize ជាច្រើនទៅលើ setting មួយចំនួនរបស់ keyboard នឹងតែម្ដងហើយខ្ញុំនឹងបែងចែកឲ្យដាច់តែម្ដងមួយខ្ញុំចង់និយាយទៅលើ connection mode យើងអាចកំណត់ទៅលើ connection mode ដោយប្រើប្រាស់ទៅលើ screen នេះក៏បានដែរពីរscreen នេះក៏អាច customize ទៅលើ RGB បានផងដែរ RGB Fix Style ហើយនឹង satellite នៅគៀននេះបានផងដែរទី3ហ្នឹងគឺជាចំណុចដែលលេចធ្លោខ្លាំងបំផុតគឺយើងអាចចាក់រូបឬ GIF បានទៀតផងអញ្ចឹងក្រៅពី keyboard ទាំងអស់គ្នានឹងទទួលបាននៅសម្ភារៈមួយចំនួនដូចជាខ្សែ Type C ចំនួន1 switch extra ចំនួន1កញ្ចប់ keycap puller និង switch puller ចំនួន1និងចុងក្រោយគេនោះគឺសៀវភៅណែនាំចំនួន1ផងដែរហើយសម្រាប់ keyboard មួយ model នេះដែរគឺខាងពួកយើងមាន4ពណ៌នៅក្នុង stock ដូចក្នុងវីដេអូអ្នកនរគ្នាបានឃើញនឹងអញ្ចឹងហើយតម្លៃរបស់វាគឺត្រឹមតែ$53តែប៉ុណ្ណោះអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ